បាទអូខេអញ្ចឹងក្នុងវីដេអូនេះខ្ញុំប្រាប់បងប្អូនពីរបៀបនៃការ login account ណាបាទអញ្ចឹងតាក់ទង account ពេលដែលយើងទិញហើយយើងចុចលើកន្លែងនេះមក order history បាទបន្តទៀតយើងចុចលើកន្លែង Facebook account បាទអញ្ចឹងយើងចុចចូលទៅ download account ដែលយើងបានទិញណាបាទហើយយើងចុចបើកវាមកបាទយើងធ្វើការបើកវាទៅបាទហើយបន្តទៀតដើម្បីធ្វើការ login បានយើងគ្រាន់តែចុចបើក Facebook យើងមកហើយយើងចុចលើកន្លែង I have already profile ណាបាទហើយយើង copy អានេះមកនេះអានេះគេហៅថា UID បាទជំនួសឲ្យ user ឬក៏លេខទូរស័ព្ទ email អីហ្នឹងណាបាទអញ្ចឹងយើងដាក់វាចូលមកបាទនេះគឺ password ណាបាទ copy វាមកយើង pass ចូលមកបាទហើយយើងយកពាក្យថា login ណាបាទអូខេអញ្ចឹងយើងចុច login មកបាទហើយបន្តទៀតអានេះវាជាប់ 2FA ណាបាទជាប់ 2FA យើងចុចបើក 2fa.live មកបាទយើងចូលទៅនេះ 2fa.live បាទចុចលើវាមកហើយយើងចូលទៅ copy 2fa នេះបាទកតុយក្រោយនេះណាបាទអញ្ចឹងបងប្អូនមើលនេះ copy ចាប់ពីធំនេះដល់ធំនេះអញ្ចឹងណាបាទពីសញ្ញាប្រឈរវាខណ្ឌណាបាទនេះខណ្ឌពីហ្នឹងមកយើងផាសវាចូលមកបាទចុចយក submit ហើយយើង copy លេខកូដហ្នឹងទៅយកដាក់នៅនេះមកនេះបាទដាក់ចូលហ្នឹងទៅយើងចុច continue មកអូខេហើយបាទតែប៉ុណ្្នឹងទៅគឺយើង login ចូលបានហើយ account ហ្នឹងយើងអាចប្រើប្រាស់បានហើយយើងអត់មានអីទៀតទេអញ្ចឹងណាបាទអូខេអញ្ចឹងយើងអូខេតែប៉ុណ្្នឹងហើយយើងចុច save វាមកបាទចុច save វាបាទតែប៉ុណ្្នឹងគឺយើងប្រើបានហើយ account ហ្នឹងយើងអាចយកទៅshare យើងយកទៅកាន់ page book page អីបានអញ្ចឹងណាបាទអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេបាទសូមអរគុណច្រើនបងប្អូនអរគ្នា